នៅពីក្រោយផលិតផលម្សៅណាំវ៉ាអ្នកគ្រាមចង់ឲ្យអ្នកគ្រាមមើលឃើញពីស្នាមញញឹមរបស់កសិករជាពិសេសពីកសិករដែលគាត់ធ្លាប់តែដាំអត់មានទីផ្សារអត់ដឹងថាដាំហើយត្រូវណាគេទៅទិញយុទ្ធទៅលក់នៅណាបានកាលពីវិឆ្នាំមុនដាំចេកទៅមានលក់ឲ្យអ្នកធ្វើជាជាអីតិចតួចតែប៉ុណ្្នឹងឯងហើយចេកក្រៅពីហ្នឹងទុំចោលឲ្យគោស៊ីអីចឹងទៅវាសំខាន់យើងអត់ទីផ្សារវាអត់មានច្រកចេញទេពីវិឆ្នាំមុននិយាយកាលមុនអត់មានទីផ្សារដល់ពេលស្ពៃបានល្អហើយផែជា2តោនខ្ញុំជួចោលមកគេអត់យកកាលពីក្រុមហ៊ុនមិនទាន់មកខ្ញុំដាំចេកបបាក់លក់ណាមួយឆ្នាំ200 200នោះអត់មានណាទិញទៀតណាទិញទុំចោលតាមព្រៃក្រុមហ៊ុនទៅទិញបានមួយឆិត1500 1200 1000នេះល្អចឹងអីឲ្យតែបានឲ្យតែនេះគាត់មានសហគ្រាសរបស់យើងមួយដែលចាំទិញគាត់រហូតរាល់ពេលដែលគាត់ដល់រដូវកាលប្រមូលផលគឺយើងទៅទទួលទិញយកមកផលិតធ្វើជាម្សៅណាំវ៉ាច្រើនប្រភេទមែនតើមានទាំង Fine One, Srin One, Vita Green ហើយយើងក៏ផលិតម្សៅមើមរុក្ខជាតិផ្សេងៗដូចជាខ្ញីរមៀតដេងអីជាដើមដូច្នេះហើយពួកគាត់មានអារម្មណ៍ថាសប្បាយចិត្តមែនតើហើយការដែលយើងទៅទិញពីពួកគាត់បាននេះដោយសារតែបងប្អូនទាំងអស់គ្នាគ្រប់គ្រងផលិតផលខ្មែរយើងនេះគឺជាផលិតផលមួយដែលធ្វើឲ្យបងប្អូនមានទាំងមោទនភាពមានទាំងគុណភាពតម្លៃសមរម្យជូនបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបើសិនជាបងប្អូនគ្រប់គ្រងផលិតផលពីខាងយើងដូចជាបងប្អូនជួយគ្រប់គ្រងដល់កសិករអញ្ចឹងរាល់ផលិតផលដែលចេញពីសហគ្រាសចិញ្ចឹមម្លេចទៅអត់ឲ្យបងប្អូនខកបំណងទេនៅពេលដែលទៅដល់ដៃបងប្អូននៅក្នុងការប្រើប្រាស់ព្រោះយើងគិតគូរពីសុខភាពនិងគុណភាពជូនបងប្អូនខ្លាំងមែនតើហើយអរគុណបងប្អូនដែលគ្រប់គ្រងតាំងពីចាប់ផ្ដើមដំបូងរហូតដល់ពេលនេះសង្ឃឹមថាបងប្អូននៅតែបន្តគ្រប់គ្រងផលិតផលខ្មែរបន្តទៅទៀតគ្រប់គ្រងកសិករខ្មែរ